សុស្ដីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel My Research ថ្ងៃនេះខ្ញុំនឹងនាំអស់លោកអ្នកទាំងអស់គ្នាទៅស្វែងយល់អំពីកងទ័ពភូមិន្ទថៃថាតើកងទ័ពនេះមានលក្ខណៈពិសេសនិងចំណុចខ្លាំងអ្វីខ្លះទើបអាចបើកការឈ្លានពានទៅលើទឹកដីខ្មែរបានរចនាសម្ព័ន្ធនៃកងទ័ពភូមិន្ទថៃត្រូវបានរៀបចំឡើងយ៉ាងមានរបៀបរៀបរយដោយស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ក្រសួងការពារជាតិអំណាចបញ្ជាការខ្ពស់បំផុតគឺព្រះមហាក្សត្រថៃប៉ុន្តែការគ្រប់គ្រងជាក់ស្ដែងត្រូវបានបែងចែកដូចខាងក្រោម 1. ថ្នាក់ដឹកនាំកំពូល Top Commander ព្រះមហាក្សត្រថៃគឺជាមេបញ្ជាការកំពូលនៃកងទ័ពទាំងអស់រីឯក្រសួងការពារជាតិដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារជាតិមានតួនាទីគ្រប់គ្រងគោលនយោបាយនិងថវិកាសម្រាប់អគ្គបញ្ជាការដ្ឋានកងទ័ពភូមិន្ទថៃវិញដឹកនាំដោយអគ្គមេបញ្ជាការកងទ័ពដែលមានតួនាទីសម្របសម្រួលរវាងកងទ័ពទាំង3ប្រភេទ 2. បណ្ដាអង្គភាពទ័ពសំខាន់ៗកងទ័ពថៃត្រូវបានបែងចែកជា3ប្រភេទសំខាន់ៗដែលរួមមានកងទ័ពជើងគោកជាកម្លាំងធំជាងគេបែងចែកជា4ភូមិភាគទ័ពទូទាំងប្រទេសនិងកងទ័ពជើងទឹកដែលការពារដែនសមុទ្ររួមមានទាំងកងពលតូចទ័ពម៉ារីននិងកងទ័ពជើងអាកាសមានតួនាទីការពារអធិបតេយ្យភាពដែនអាកាសនិងប្រតិបត្តិការតាមអាកាសតើកងទ័ពជើងគោករបស់ថៃមានរចនាសម្ព័ន្ធយ៉ាងដូចម្តេចនិងមានបំពាក់សព្វាវុធអ្វីខ្លះហើយមានប្រសិទ្ធភាពកម្រិតណាសូមអ្នកស្ដាប់ទាំងអស់អញ្ជើញតាមដានដោយរីករាយកងទ័ពជើងគោកថៃបែងចែកជា4ភូមិភាគគ្រប់ដណ្ដប់ទូទាំងប្រទេសភូមិភាគទាំង4នោះត្រូវបានបែងចែកនិងបំពាក់សព្វាវុធដោយមានរ៉ាយរាប់ខាងក្រោមភូមិភាគទី1 First Army Area គឺជាភូមិភាគដែលសំខាន់ជាងគេជាកម្លាំងខ្លាំងបំផុតរបស់កងទ័ពជើងគោកថៃគ្របដណ្ដប់26ខេត្តរួមមានបាងកកនិងខេត្តភាគកណ្ដាលភាគខាងកើតជាប់ព្រំដែនកម្ពុជាផ្នែកខាងក្រោមដូចជាខេត្តស្រះកែវចន្ទបុរីត្រាតនិងខេត្តភាគខាងលិចជាប់មីយ៉ាន់ម៉ាមានទាហានចន្លោះពី 80000 ទៅ 100,000 នាក់និងមានកងពលប្រយុទ្ធសំខាន់ៗចំនួន3 1. កងពលធំថ្មើរជើងទី2មានរហស្សនាមថាទាហានខ្លាភាគខាងកើតបូរផាផាយ៉ាមានទីបញ្ជាការដ្ឋានស្ថិតនៅប្រាសាទវិបុលសេរីខេត្តប្រជិនបុរីលក្ខណៈពិសេសនៃកងពលនេះគឺមានបំពាក់យានយន្តពាសដែកដែលមានលក្ខណៈទំនើបបំផុតទទួលខុសត្រូវការពារព្រំដែនទិសខាងកើតជាប់ខេត្តបន្ទាយមានជ័យនិងបាត់ដំបងរបស់កម្ពុជា 2. កងពលធំថ្មើរជើងទី9មានរហស្សនាមថាកងពលសូរិយោទ័យមានទីតាំងបញ្ជាការដ្ឋានស្ថិតនៅបន្ទាយសូរ៉ាស៊ីខេត្តកញ្ញនបុរីលក្ខណៈពិសេសនៃកងពលធំថ្មើរជើងទី9នេះគឺជាកងពលធំថ្មើរជើងធនធ្ងន់ដែលមានកម្លាំងច្រើននិងមានវិន័យតឹងរ៉ឹងបំផុតទទួលបន្ទុកការពារព្រំដែនភាគខាងលិចជាប់មីយ៉ាន់ម៉ានិងជាកម្លាំងបម្រុងយុទ្ធសាស្ត្រ 3. កងពលធំទ័ពសេះទី2មានរហស្សនាមថាកងពលរថក្រោះការពាររាជធានីហើយមានទីតាំងបញ្ជាការដ្ឋានស្ថិតនៅទីក្រុងបាងកកលក្ខណៈពិសេសនៃកងពលនេះគឺជាកងពលដែលបំពាក់ដោយរថក្រោះចម្បាំងទន់ធ្ងន់វាមានតួនាទីការពារសន្តិសុខរាជធានីនិងជាកម្លាំងវាយលុកដ៏មានអំណាចបំផុតរបស់ភូមិភាគនេះបើនិយាយអំពីការបំពាក់សព្វាវុធវិញភូមិភាគទី1គឺស្ថិតនៅក្នុងកម្រិតខ្ពស់បំផុតក្នុងចំណោមភូមិភាគទាំង4ដោយសារតែវាជាអ្នកការពាររាជធានីបាងកកនិងតំបន់សេដ្ឋកិច្ចភាគខាងកើតយោងតាមការប៉ាន់ស្មានតាមរយៈអង្គភាពចំណុះយើងអាចបែងចែកប្រភេទអាវុធសំខាន់ៗដូចខាងក្រោម 1. ប្រភេទរថក្រោះចម្បាំងភូមិភាគទី1គឺជាកន្លែងប្រមូលផ្ដុំរថក្រោះទំនើបបំផុតរបស់ថៃដែលមានដូចជារថក្រោះ VT4 របស់ចិនបំពាក់នៅក្នុងកងពលធំទ័ពសេះទី2មានប្រហែលប្រមាណពី30ទៅ40គ្រឿងរីឯរថក្រោះ T84 របស់អ៊ុយក្រែនត្រូវបានបំពាក់នៅក្នុងកងពលធំថ្មើរជើងទី2មានចំនួនប្រហែល49គ្រឿងដែលស្ទើរតែទាំងអស់នៃរថក្រោះប្រភេទនេះគឺចូលជើងនៅភូមិភាគ1លើពីនេះក៏មានរថក្រោះ M60A3 របស់អាមេរិកផងដែរទោះបីជាចាស់បន្តិចក៏ដោយក៏ប៉ុន្តែវាត្រូវបានគេកែលម្អប្រព័ន្ធបាញ់ឲ្យទំនើបជាងមុនហើយចំនួនរថក្រោះប្រភេទនេះអាចមានចន្លោះប្រហែលពី50ទៅ80គ្រឿងធូរជើងនៅតាមបណ្ដោយព្រំដែននិងត្រៀមជាកម្លាំងបម្រុង 2. ប្រភេទរថពាសដែកដឹកទ័ពភូមិភាគទី1មានយានយន្តចល័តរហ័សជាច្រើនគ្រឿងក្នុងចំណោមភូមិភាគផ្សេងទៀតមានដូចជារថពាសដែក Striker របស់អាមេរិកដែលបំពាក់នៅក្នុងកងពលធំទី11មានចំនួនប្រហែលជា100គ្រឿងនិងរថពាសដែក BTR 3E1 របស់អ៊ុយក្រែនបំពាក់នៅក្នុងកងពលធំថ្មើរជើងទី2ជាប្រភេទរថពាសដែកកង់8
ដែលមានបំពាក់កាំភ្លើងកណ្ដុង30មីលីម៉ែត្រមានចំនួនប្រហែលពី100ទៅ150គ្រឿងនិងចុងក្រោយបង្អស់គឺរថពាសដែក VN1 របស់ចិនដែលរថពាសដែកប្រភេទនេះជាប្រភេទរថពាសដែកទំនើបចុងក្រោយបំផុត 3. ប្រភេទប្រព័ន្ធកំភ្លើងធំកងកម្លាំងកំភ្លើងធំរបស់ភូមិភាគ1ផ្ដោតលើការបាញ់បានរយៈចម្ងាយឆ្ងាយនិងចល័តលឿនដែលមានកំភ្លើងធំដូចជាកំភ្លើងធំ Zesa របស់បារាំងជាប្រភេទកំភ្លើងធំ155មីលីម៉ែត្រដាក់នៅលើរថយន្តមានចំនួនប្រហែលពី6ទៅ12ដើមជារឿយៗត្រូវបានគេដាក់ពង្រាយនៅទិសខាងកើតស្ថិតនៅក្នុងខេត្តស្រះកែវព្រំដែនខ្មែរថៃនិងកំភ្លើងធំ M109A5 របស់អាមេរិកជាប្រភេទកំភ្លើងធំស្វ័យប្រវត្តិចល័តប្រភេទកង់ច្របាក់សមស្របទៅនឹងយុទ្ធសាស្ត្រវិលុកទ្រង់ទ្រាយធំចុងក្រោយគឺប្រព័ន្ធបាញ់កំជ្រួចវង DTI-1 SR4 MLRS ជាប្រព័ន្ធបាញ់រ៉ុកកែតចម្រុះដែលអាចបាញ់ស្រោចក្នុងរយៈចម្ងាយចន្លោះពី40ទៅ100គីឡូម៉ែត្រ 4. ប្រភេទអាវុធប្រឆាំងរថក្រោះនិងការពារដែនអាកាសមានដូចជា Javelin និង TOW ជាប្រភេទមីស៊ីលប្រឆាំងរថក្រោះរបស់អាមេរិកមានភាពត្រឹមត្រូវខ្ពស់និង Star Trek របស់ចក្រភពអង់គ្លេសជាមីស៊ីលការពារដែនអាកាសរយៈកម្ពស់ទាបដែលអាចបំពាក់នៅលើរថយន្តល្បាតបានភូមិភាគទី2 Second Army Area ភូមិភាគនេះទទួលបន្ទុកការពារព្រំដែនភូមិសាស្ត្រវាលទំនាបនិងជួរភ្នំដងរែកគ្របដណ្ដប់ខេត្តចំនួន20ភាគឦសានទាំងមូលដែលជាប់ព្រំប្រទល់ឡាវនិងកម្ពុជាជាខេត្តបុរីរាំងសូរិនស៊ីសកេតនិងឧបលមានចំនួនទាហានប្រហែលចន្លោះពី 70000 ទៅ 80000 នាក់និងមានទីបញ្ជាការដ្ឋាននៅក្នុងខេត្តនគររាជសីមាគឺជាភូមិភាគដែលមានផ្ទៃដីការពារធំជាងគេបំផុតមានកងពលធំស្នូលចំនួន4ដែលបែងចែកទៅតាមមុខងារយុទ្ធសាស្ត្រសំខាន់ៗផ្សេងៗគ្នា 1. កងពលធំថ្មើរជើងទី3មានរហស្សនាមថាកងពលសុរនារីមានទីតាំងបញ្ជាការដ្ឋាននៅក្នុងបន្ទាយសុរនារីខេត្តនគររាជសីមានិងមានតួនាទីជាកងពលធំថ្មើរជើងធនធ្ងន់ដែលទទួលបន្ទុកខុសត្រូវលើសន្តិសុខព្រំដែនវាជាអង្គភាពមេដែលគ្រប់គ្រងកងកម្លាំងសុរនារីដែលយាមកាមតាមជួរភ្នំដងរែកជាប់ព្រំដែនកម្ពុជាចាប់ពីខេត្តឧត្តរមានជ័យព្រះវិហាររហូតដល់ឧបល 2. កងពលធំថ្មើរជើងទី6រហស្សនាមកងពលបុរីរាំងមានទីបញ្ជាការដ្ឋាននៅបន្ទាយស៊ីរីថូខេត្តរយអិតនិងមានតួនាទីទទួលបន្ទុកតំបន់ឦសានពីខាងត្បូងនិងភាគកណ្ដាលកងទ័ពនេះមានកម្លាំងទ័ពព្រានឬទាហានឈុតខ្មៅចំណុះជាច្រើនដែលជាកម្លាំងចល័តរហ័សសម្រាប់អន្តរាគមន៍នៅតាមព្រំដែន 3. កងពលធំទ័ពសេះទី3រហស្សនាមកងពលរថក្រោះទិសឦសានមានទីតាំងបញ្ជាការដ្ឋាននៅបន្ទាយតម្រួតខ្សាច់ខេត្តខនកែននិងមានតួនាទីជាកម្លាំងបុកទម្លុះដ៏មានអំណាចបំផុតប្រចាំភូមិភាគទី2វាបំពាក់ដោយរថក្រោះចម្បាំងនិងរថពាសដែកកង់8ដែលអាចចល័តទ័ពបានយ៉ាងលឿនលើទីវាលទំនាបភាគឦសានប្រសិនបើមានការឈ្លានពានទ្រង់ទ្រាយធំ 4. កងពលវិស្វកម្មអភិវឌ្ឍន៍ទី2មានទីតាំងនៅក្នុងខេត្តនគររាជសីមាហើយមានតួនាទីផ្ដោតលើការស្ថាបនាផ្លូវថ្នល់ប្រព័ន្ធធារាសាស្ត្រនិងការជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយក្នុងតំបន់ឦសានក្រៅពីកងពលធំៗទាំងអស់នេះភូមិភាគ2ក៏មានអង្គភាពជំនាញដែលឈរជើងជាអចិន្ត្រៃយ៍ផងដែរមានដូចជាកងវរៈសេនាធំកំភ្លើងធំដែលបំពាក់ដោយកំភ្លើងធំ155មីលីម៉ែត្រព្រមទាំងកងវរៈសេនាធំទាហានជុតខ្មៅមានច្រើនជាង10កងវរៈសេនាធំដែលឈរជើងផ្ទាល់ទៅតាមបណ្ដោយបន្ទាត់ព្រំដែនកម្ពុជានិងឡាវបើនិយាយលម្អិតអំពីអាវុធយុទ្ធភ័ណ្ឌវិញភូមិភាគទី2នេះត្រូវបានគេបំពាក់ជាមួយនឹងប្រភេទអាវុធសំខាន់មួយចំនួនដូចខាងក្រោម 1. ប្រព័ន្ធបាញ់កំភ្លើងធំនិងរ៉ុកកែតវាគឺជាចំណុចខ្លាំងបំផុតរបស់ភូមិភាគទី2ពួកគេមានអង្គភាពកំភ្លើងធំដែលត្រៀមលក្ខណៈជានិច្ចនៅតាមបណ្ដោយបន្ទាត់ព្រំដែនបំពាក់ដោយកំភ្លើងធំ ATMOS 2000ជាបច្ចេកវិទ្យារួមគ្នារវាងអ៊ីស្រាអែលនិងថៃជាប្រភេទកំភ្លើងធំស្វ័យចល័តទំហំកណ្ដុង155មីលីម៉ែត្រហើយថៃគឺជាអ្នកដំឡើងដោយខ្លួនឯងអាចបាញ់បានចម្ងាយប្រហែលជា40គីឡូម៉ែត្រមានចំនួនចន្លោះពី18ទៅ24ដើមក្រៅពីនេះក៏មានផងដែរនៅកំភ្លើងធំប្រភេទ Zesa របស់បារាំងដែលជាកំភ្លើងធំស្វ័យចល័តធ្លាប់ប្រើក្នុងសមរភូមិជំរុះព្រំដែនកន្លងមកមានចំនួនតែ6គ្រឿងប៉ុណ្ណោះសម្រាប់ប្រព័ន្ធបាញ់កាំជ្រួច DTI-1 និង DTI-2 MLRS ដែលជាប្រភេទប្រព័ន្ធបាញ់រ៉ុកកែតចម្រុះផលិតដោយថៃប្រើបច្ចេកវិទ្យាចិនក៏ឃើញមានផងដែរសម្រាប់ភូមិភាគទី2នេះវាអាចបាញ់ស្រោចបានចម្ងាយប្រហែលពី70ទៅ150គីឡូម៉ែត្រដែលជាអាវុធយុទ្ធសាស្ត្រដ៏គួរឲ្យខ្លាចបំផុតលើពីនេះទៅទៀត
ប្រភេទកំភ្លើងធំ M101 និង M114 ជាប្រភេទកំភ្លើងធំអូសទាញដែលមានចំនួនរាប់រយដើមត្រូវបានដាក់ពង្រាយពាសពេញនៅតាមបណ្ដោយបន្ទាត់ព្រំដែន 2. រថក្រោះនិងយានយន្តពាសដែកភូមិភាគទី2មានចំនួនរថក្រោះច្រើនសម្រាប់ទប់ទល់និងវាលទំនាបភាគឦសានមានដូចជារថក្រោះ M60A3 របស់អាមេរិកដែលជាកម្លាំងស្នូលនៃកងពលធំទ័ពសេះទី3ត្រូវបានគេកែលម្អប្រព័ន្ធកាមេរ៉ាកម្ដៅនិងប្រព័ន្ធបាញ់មានប្រមាណចន្លោះពី50ទៅ70គ្រឿងក៏មានប្រើផងដែរនៅប្រភេទរថក្រោះថែប69របស់ចិនដែលជារថក្រោះស៊េរីចាស់ត្រូវបានរក្សាទុកសម្រាប់ជាកម្លាំងបម្រុងនិងជាការការពារចំណុចយុទ្ធសាស្ត្រចំណែកឯរថពាសដែក BTR 3E1 របស់អ៊ុយក្រែនវិញត្រូវបានប្រើប្រាស់ដោយកងពលថ្មជើងទី6សម្រាប់ដឹកជញ្ជូនទ័ពចូលសមរភូមិដោយសុវត្ថិភាពលើសពីនេះទៅទៀតភូមិភាគទី2ក៏មានប្រភេទរថក្រោះ Commando Stingray ដែលជារថក្រោះធំស្រាលមានល្បឿនលឿនស័ក្តិសមសម្រាប់វាយឆ្មក់លើដីខ្សាច់នៅតំបន់ឦសានហើយត្រូវបានគេប៉ាន់ប្រមាណថាភូមិភាគទី2នេះអាចមានប្រហែលពី40ទៅ50គ្រឿងដែលកំពុងត្រៀមលក្ខណៈប្រតិបត្តិការ 3. អាវុធសម្រាប់កងទ័ពថ្មើរជើងភូមិភាគទី2ប្រើប្រាស់មនុស្សជាយុទ្ធសាស្ត្រដែលបំពាក់ជាមួយនឹងកំភ្លើងធុនស្រាលប្រភេទកំភ្លើង Tavo TRA-21 របស់អ៊ីស្រាអែលនិង HK-33 ដែលជាប្រភេទអាវុធស្តង់ដារនិងយន្តហោះដ្រូន UAV ប្រភេទ Hermes 450និង Aerostar ដែលត្រូវបានប្រើប្រាស់យ៉ាងច្រើនសម្រាប់ហោះយកការតាមជួរភ្នំដងរែកដើម្បីតាមដានការចល័តទ័ពនៅតាមព្រំដែននិងចុងក្រោយគឺកំភ្លើង SIP Sniper Rifle ដែលត្រូវបានបំពាក់ឲ្យកងទ័ពព្រានដែលឈរជើងនៅតាមប៉ុស្តិ៍ភ្នំភូមិភាគទី3 Third Army Area គ្របដណ្ដប់17ខេត្តភាគខាងជើងប្រទេសថៃជាប់ព្រំប្រទល់ប្រទេសមីយ៉ាន់ម៉ានិងឡាវដូចជាខេត្តឈៀងម៉ៃឈៀងរ៉ាយនិងមេហុងស៊ុនជាដើមផ្ដោតលើសង្គ្រាមភ្នំនិងការបង្ក្រាបគ្រឿងញៀនមានចំនួនទាហានប្រហែលចន្លោះពី 50,000 ទៅ 60,000 នាក់ចែកជាកងពលស្នូលចំនួន4សំខាន់ៗដូចខាងក្រោម 1. កងពលធំថ្មើរជើងទី4មានទីបញ្ជាការដ្ឋាននៅបន្ទាយសម្ដេចព្រះនរេសូរមហារាជខេត្តវិស្ណុលោកហើយមានតួនាទីជាកងពលថ្មើរជើងធំធ្ងន់និងជាកម្លាំងស្នូលប្រវត្តិសាស្ត្ររបស់ភូមិភាគ3កងពលនេះមានកិច្ចការការពារសន្តិសុខផ្ទៃក្នុងនិងជាកម្លាំងបម្រុងយុទ្ធសាស្ត្រសម្រាប់តំបន់ភាគខាងជើងទាំងមូល 2. កងពលធំថ្មើរជើងទី7មានទីតាំងបញ្ជាការដ្ឋាននៅខេត្តឈៀងម៉ៃជាកងពលដែលមានជំនាញខាងសង្គ្រាមភ្នំដោយសារតែភូមិសាស្ត្រភាគខាងជើងពោពេញដោយព្រៃភ្នំអាក្រាស់កងពលនេះត្រូវបានហ្វឹកហ្វឺនយ៉ាងពិសេសដើម្បីល្បាតនិងប្រយុទ្ធតាមតំបន់ជលុកភ្នំព្រមទាំងទប់ស្កាត់ការរត់ពន្ធគ្រឿងញៀនតាមព្រំដែនមីយ៉ាន់ម៉ា 3. កងពលធំទ័ពសេះទី1មានបញ្ជាការដ្ឋាននៅបន្ទាយហ្វឺយើងខេត្តពេជ្របុរីកងពលនេះត្រូវបានបំពាក់ដោយរថក្រោះធុនស្រាលដូចជា Stingray និងរថពាសដែកដែលមានសមត្ថភាពចល័តបានរហ័សក្នុងតំបន់ដែលមានផ្លូវបត់បែននិងខ្ពង់រាបវាជាកម្លាំងវាយលុកដ៏សំខាន់បំផុតរបស់ទិសភូមិភាគខាងជើងនេះ 4. កងពលវិស្វកម្មអភិវឌ្ឍន៍ទី3មានទីតាំងនៅក្នុងខេត្តវិស្ណុលោកមានតួនាទីផ្ដោតលើការអភិវឌ្ឍមូលដ្ឋានសាងសង់ផ្លូវក្នុងតំបន់ដាច់ស្រយាលតាមភ្នំនិងការជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយដូចជាបាក់ដីឬក៏ទឹកជំនន់ជាដើមក្រៅពីកងពលធំទាំងនេះភូមិភាគទី3ក៏គ្រប់គ្រងកម្លាំងពិសេសមួយចំនួនទៀតផងដែរគឺកងកម្លាំងផាមឿងដែលជាអង្គភាពចម្រុះឈរជើងទាល់ទៅតាមបណ្ដោយបន្ទាត់ព្រំដែនត្រីកោណមាសដើម្បីបង្ក្រាបក្រុមប្រដាប់អាវុធជួញដូរគ្រឿងញៀនសព្វាវុធសំខាន់ដែលបំពាក់នៅក្នុងភូមិភាគទី3នេះមិនមែនផ្ដោតទៅលើរថក្រោះធុនធ្ងន់ដោយភូមិភាគទី1និងទី2ឡើយប៉ុន្តែគឺផ្ដោតទៅលើអាវុធដែលមានល្បឿនលឿនអាចជាអាវុធបាញ់កោងនិងយានយន្តដែលអាចចល័តលើផ្លូវភ្នំបានល្អខាងក្រោមនេះគឺជាការប៉ាន់ស្មានប្រភេទនិងចំនួនអាវុធសំខាន់ក្នុងភូមិភាគទី3 1. រថក្រោះនិងយានយន្តពាសដែកដោយសារតែស្ថានភាពផ្លូវបត់បែនតាមជួរភ្នំភូមិភាគនេះប្រើប្រាស់រថក្រោះធុនស្រាលជាចម្បងមានដូចជារថក្រោះ Stingray ជាអាវុធស្នូលរបស់កងពលធំទ័ពសេះទី1វាមានកំភ្លើងធំ105មីលីម៉ែត្រក៏ប៉ុន្តែទម្ងន់ស្រាលអាចបើកបរលើស្ពានតូចនិងផ្លូវលំបានមានប្រមាណចន្លោះពី40ទៅ50គ្រឿងនិងរថក្រោះ M41 Worker Bulldog ជាប្រភេទរថក្រោះចាស់តែមានសមត្ថភាពខ្ពស់ក្នុងការការពារចំណុចយុទ្ធសាស្ត្រតាមច្រកភ្នំដែលមានចំនួនចន្លោះពី30ទៅ40គ្រឿងចុងក្រោយគឺរថពាសដែក BTR 3E1 និង V150 ជារថពាសដែកកង់កៅស៊ូសម្រាប់ដឹកជញ្ជូនទ័ពល្បាតតាមដងផ្លូវកៅស៊ូនិងផ្លូវគ្រួស 2. កាំភ្លើងធំនិងអាវុធគាំទ្រភូមិភាគនេះប្រើប្រាស់អាវុធប្រភេទកាំភ្លើង M101A1 ទំហំ105មីលីម៉ែត្រជាកាំភ្លើងធំប្រភេទអូសទាញដែលពេញនិយមបំផុតសម្រាប់តំបន់ភ្នំព្រោះវាអាចរុះរើឬក៏ដឹកតាមឧទ្ធម្ភាគចក្របានដែលមានចំនួនប៉ាន់ស្មានចន្លោះពី40ទៅ60គ្រឿងក៏មានប្រើផងដែរ
នៅកំភ្លើងធំ LG 1MK2 ទំហំ105 មីលីម៉ែត្រដែលជាកំភ្លើងធំបច្ចេកវិទ្យារបស់បារាំងមានទម្ងន់ស្រាលបំផុតអាចមានភាពច្បាស់លាស់ខ្ពស់ចុងក្រោយគឺកំភ្លើងត្បាល់ទំហំចាប់ពី60មីលីម៉ែត្រដល់120មីលីម៉ែត្រដែលបំពាក់ទៅតាមកងវិរៈសេនាតូចថ្មើរជើងដើម្បីបាញ់គ្រប់គ្រងក្នុងរយៈចម្ងាយជិត 3. ឧទ្ធម្ភាគកញ្ចក់និងការល្បាតតាមដែនអាកាសសម្រាប់ភូមិភាគទី 3 គេឃើញមានប្រើប្រាស់ឧទ្ធម្ភាគកញ្ចក់ប្រភេទ Bell 212 និង U-1H សម្រាប់ដឹកជញ្ជូនកងទ័ពនិងស្បៀងទៅកាន់ប៉ុស្តិ៍យាមលើកំពូលភ្នំខ្ពស់និងប្រភេទឧទ្ធម្ភាគកញ្ចក់ AH Cobra ជាឧទ្ធម្ភាគកញ្ចក់វាយប្រហារសម្រាប់បាញ់កំទេចក្រុមរថពន្ធគ្រឿងញៀននិងកម្លាំងសត្រូវតាមច្រកភ្នំនិងដ្រូនយោកា UAV ដែលប្រើសម្រាប់តាមដានចលនាតាមតំបន់ត្រីកោណមាសនិងខ្សែបន្ទាត់ព្រំដែនមាសភូមិភាគទី 4 គឺជាភូមិភាគដែលទទួលបន្ទុកតំបន់ភាគខាងត្បូងនៃប្រទេសថៃគ្របដណ្ដប់ចំនួន14ខេត្តភាគខាងត្បូងចាប់ពីខេត្តជុំភុនរហូតដល់ព្រំដែនប្រទេសម៉ាឡេស៊ីមានចំនួនទាហានប្រហែលពី 40000 ទៅ 50000 នាក់បូករួមទាំងកងកម្លាំងនគរបាលព្រំដែននិងកងជីវពលមានលក្ខណៈពិសេសខុសពីភូមិភាគដទៃដោយសារតែត្រូវប្រឈមមុខទៅនឹងបញ្ហាសន្តិសុខផ្ទៃក្នុងនិងក្រមបំបែករដ្ឋភូមិភាគនេះមានកងពលស្នូលធំចំនួន3សំខាន់ដូចខាងក្រោម 1. កងពលធំថ្មើរជើងទី 5 មានទីតាំងបញ្ជាការស្ថិតនៅបន្ទាយសេនារុងខេត្តសង្ឃ្លាទូនីតិជាកងពលថ្មើរជើងចម្បងដែលទទួលខុសត្រូវលើសន្តិសុខតាមបណ្ដោយព្រំដែនថៃម៉ាឡេស៊ីកងពលនេះមានភារកិច្ចការពារបូរណភាពទឹកដីនិងសហការជាមួយកងទ័ពម៉ាឡេស៊ីក្នុងការល្បាតព្រំដែនរួមគ្នា 2. កងពលធំថ្មើរជើងទី 15 មានទីតាំងបញ្ជាការស្ថិតនៅខេត្តប៉ាតានីហើយមានទូនីតិជាកងពលដែលត្រូវបង្កើតឡើងជាពិសេសដើម្បីដោះស្រាយបញ្ហាសន្តិសុខក្នុងខេត្តភាគខាងត្បូងមានដូចជាខេត្តប៉ាតានីយ៉ាឡានិងណារ៉ាធីវ៉ាត់កងពលនេះផ្ដោតសំខាន់លើការងារសន្តិសុខក្នុងតំបន់ការការពារភូមិស្រុកនិងការវាយលុកក្រុមប្រដាប់អាវុធបំបីរដ្ឋ 3. កងពលធំវិស្វកម្មអភិវឌ្ឍទី 4 មានទីបញ្ជាការស្ថិតនៅខេត្តពុទ្ធឡុងហើយមានភារកិច្ចចម្បងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងការជួយសង្គ្រោះប្រជាជននៅពេលមានគ្រោះធម្មជាតិដូចជាទឹកជំនន់ដែលតែងតែកើតឡើងជាញឹកញាប់នៅភាគខាងត្បូងភូមិភាគទី 4 គឺជាភូមិភាគតែមួយគត់ដែលគ្មានកងពលធំទ័ពសេះធ្វើជើងដោយផ្ទាល់ខ្លួនឡើយនេះក៏ដោយសារតែភូមិសាស្ត្រភូមិភាគខាងត្បូងមានលក្ខណៈចង្អៀតនិងសម្បូរទៅដោយចំការកៅស៊ូដែលមិនដំណោយផលដល់ការប្រើប្រាស់រថក្រោះធុនធ្ងន់ក្នុងលក្ខណៈជាកងពលធំនោះទេប៉ុន្តែភូមិភាគទី 4 នេះប្រើប្រាស់កម្លាំងទាហានឈុតខ្មៅដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីបំពេញការងារឆ្លប់យកការនិងការវាយឆ្មក់តាមព្រៃភ្នំភាគខាងត្បូងភូមិភាគទី 4 មានការបំពាក់សពាវុធខុសប្លែកពីភូមិភាគដទៃទៀតយ៉ាងខ្លាំងដោយសារមានភារកិច្ចចម្បងគឺការប្រយុទ្ធប្រឆាំងទៅនឹងសង្គ្រាមទ័ពព្រៃនិងក្រុមបំបែករដ្ឋនៅក្នុងតំបន់ចង្ការកៅស៊ូនិងទីប្រជុំជនអាវុធដែលគេប្រើប្រាស់មិនមែនជារថក្រោះយក្សសម្រាប់បាញ់គ្នានោះទេក៏ប៉ុន្តែគឺជាយានយន្តការពារការផ្ទុះមីននិងឧបករណ៍បច្ចេកវិទ្យាឆ្លប់យកការខាងក្រោមនេះគឺជាប្រភេទនិងការប៉ាន់ស្មានចំនួនសពាវុធក្នុងភូមិភាគទី 4 1. យានយន្តពាសដែកការពារការផ្ទុះមីននេះគឺជាអាវុធសំខាន់បំផុតព្រោះសត្រូវនៅភាគខាងត្បូងនិយមប្រើប្រាស់មីនកែច្នៃ IED ដាក់តាមដងផ្លូវយានយន្តទាំងនេះមានដូចជាយានយន្តពាសដែក First Wind ផលិតក្នុងស្រុកជារថយន្តពាសដែកកង់4ផលិតដោយក្រុមហ៊ុនថៃ Kasseri វាមានសមត្ថភាពការពារក្របកាំភ្លើងនិងកម្លាំងផ្ទុះមីនបានយ៉ាងល្អចំនួនប៉ាន់ស្មានមានប្រហែលពី50ទៅ80គ្រឿងបន្ទាប់មកគឺយានយន្តពាសដែក REVA ជាផលិតផលរបស់អាហ្វ្រិកខាងត្បូងជារថពាសដែកដែលការពារមីនរាងអក្សរ V ដែលគេឃើញប្រើប្រាស់ច្រើនបំផុតក្នុងខេត្តប៉ាតានីនិងយ៉ាឡាចំនួនប៉ាន់ស្មានមានប្រហែលពី40ទៅ60គ្រឿងចុងក្រោយគឺយានយន្តពាសដែក V150 Commando ជារថពាសដែកកង់4ប្រើសម្រាប់ល្បាតនិងអមដំណើរក្បួនភពភា 2. យានយន្តល្បាតធុនស្រាលមានដូចជាយានយន្ត M151 Mood និង Humvee ជារថយន្តយោធាប្រភេទបើកដំបូលឬបិទជិតដែលបំពាក់កាំភ្លើងយន្តធុនធ្ងន់ M2 Browning ដើម្បីត្រៀមបាញ់តបភ្លាមៗនៅពេលមានការបាញ់ឆ្មក់និងចុងក្រោយគឺម៉ូតូសង្គ្រាមកងទ័ពព្រាននៅភាគខាងត្បូងនិយមប្រើម៉ូតូដើម្បីល្បាតតាមច្រកតូចៗក្នុងចំការកៅស៊ូដែលយានយន្តធំពិបាកនឹងចូលចុះ 3. អាវុធគាំទ្រនឹងការពារដែនអាកាសទោះបីជាមិនមានកងពលធំរថក្រោះក៏ដោយក៏ប៉ុន្តែពួកគេមានអាវុធបាញ់គាំទ្ររយៈចម្ងាយឆ្ងាយមានដូចជាកាំភ្លើងធំ M101A1 105មីលីម៉ែត្រជាប្រភេទកាំភ្លើងធំអូសទាញសម្រាប់បាញ់ការពារបន្ទាយនៅពេលមានការវាយលុកទ្រង់ទ្រាយធំនិងឧទ្ធម្ភាគកញ្ចក់ UH-60 Black Hawk និង Bell 212ប្រើសម្រាប់ដឹកជញ្ជូនកម្លាំងអន្តរាគមន៍រហ័សទៅកាន់ចំណុចកើតហេតុនិងសម្រាប់ដឹកអ្នករបួសចេញពីសមរភូមិ 4.
4. បច្ចេកវិទ្យានិងឧបករណ៍ពិសេសនេះគឺជាចំណុចដែលភូមិភាគ 4 ប្រើច្រើនជាងគេមានដូចជា drone UAV ធុនតូចប្រើសម្រាប់ហោះឆែកមើលតាមដំបូលផ្ទះឬក្នុងព្រៃមុនពេលបញ្ជូនទ័ពចូលបន្ទាប់មកគឺពេញប៉ោងយូកា Sky Dragon ដែលថៃធ្លាប់ប្រើពេញប៉ោងដែលបំពាក់កាមេរ៉ាកម្ដៅគុណភាពខ្ពស់ដើម្បីមើលពីចលនារបស់មនុស្សពីលើអាកាស24ម៉ោងនិងចុងក្រោយគឺឧបករណ៍កាត់ផ្តាច់សញ្ញាទូរស័ព្ទ Jammer ប្រើដើម្បីទប់ស្កាត់ការពារការបញ្ជាទោះមានពីចម្ងាយដោយទូរស័ព្ទដៃសរុបជារួមមកកងទ័ពជើងគោករបស់ថៃមានកងពលធំចំនួន15ចូលជើងទូទាំងប្រទេសប្រសិនបើអ្នកចង់ឃើញរថក្រោះទំនើបត្រូវទៅមើលនៅភូមិភាគ1បើចង់ឃើញកាំភ្លើងធំច្រើនត្រូវទៅមើលនៅភូមិភាគ2បើចង់ឃើញការប្រយុទ្ធគ្នាតាមភ្នំត្រូវទៅមើលភូមិភាគ3ក៏ប៉ុន្តែបើចង់ឃើញរថវាសដែកការពារមីននិងការពារសន្តិសុខផ្ទៃក្នុងគឺភូមិភាគទី4នេះឯង